តើការប្រើប្រាស់ឧបករណ៍ Star 10 Boom Lift និង Sysalis ខុសគ្នាត្រង់ណាខ្លះការពិតទៅឧបករណ៍ទាំង3នេះសុទ្ធសឹងតែជាឧបករណ៍ប្រើសម្រាប់លើកទៅទីតាំងខ្ពស់ដូចគ្នាប៉ុន្តែវាមានមុខងារខុសៗគ្នានិងប្រើក្នុងស្ថានភាពផ្សេងៗគ្នាជាក់ស្ដែង Sysalis គឺជាឧបករណ៍លើកទៅទីខ្ពស់បញ្ឈរដែលរចនាឡើងសម្រាប់លើកដាក់បន្ទុកធ្ងន់ៗមានផ្ទៃបាតធំទូលាយអាចទ្រទម្ងន់បាន350គីឡូក្រាមមានសមត្ថភាពក្នុងការលើកកម្ពស់បានចន្លោះពី6ទៅ18ម៉ែត្រងាយស្រួលក្នុងការបញ្ជាឡើងចុះស័ក្តិសមក្នុងការប្រើប្រាស់ក្នុងការដ្ឋានសំណង់ឃ្លាំងរោងចក្រក្នុងការធ្វើការងារថែទាំដំបូលពីដានដាក់ជញ្ជាំងឬតបណ្ដាញប្រព័ន្ធភ្លើងរីឯ Boom Lift គឺជាឧបករណ៍លើកទៅទីខ្ពស់បានទាំងបញ្ឈរនិងបណ្ដោយដែលជាប្រភេទដែកតវែងមានភាពងាយស្រួលក្នុងការផ្លាស់ទីបើកបរលើដីរដិបរដប់តូចចង្អៀតបានបត់បែនបានល្អសមស្របសម្រាប់ការងារខ្ពស់ហើយលាតសន្ធឹងវែងព្រមទាំងអាចលើកកម្ពស់បានចន្លោះពី12ទៅ43ម៉ែត្រវាអាចទ្រទម្ងន់រហូតបានដល់350គីឡូក្រាមស័ក្តិសមសម្រាប់ការងារក្រៅអគាររោងចក្រនិងតំបន់ឧស្សាហកម្មសម្រាប់ Star 10 គឺជាឧបករណ៍លើកទៅទីតាំងខ្ពស់ដែលត្រូវបានរចនាឡើងសម្រាប់ការងារនៅក្នុងអគារក៏ដូចជាទីតាំងតូចចង្អៀតម៉ាស៊ីននេះមានទំហំតូចទម្ងន់ស្រាលអាចទ្រទម្ងន់បាន250គីឡូក្រាមនិងងាយស្រួលក្នុងការបញ្ជានិងអាចចូលដល់កន្លែងដែលម៉ាស៊ីនធំមិនអាចចូលបានឧបករណ៍នេះអាចលើកកម្ពស់បានដល់10ម៉ែត្រស័ក្តិសមសម្រាប់ការងារក្នុងអាកាសយានដ្ឋានផ្សារទំនើបការិយាល័យនិងឃ្លាំងទំនិញវិធីសាស្ត្រសាមញ្ញក្នុងការជ្រើសរើសឧបករណ៍ឲ្យបានត្រឹមត្រូវមានប្រសិទ្ធភាពនិងមានសុវត្ថិភាពប្រសិនបើលោកអ្នកត្រូវការឧបករណ៍លើកបន្ទុកធ្ងន់ហើយត្រង់ឡើងលើសូមជ្រើសរើសយក Sysalis ប្រសិនបើលោកអ្នកត្រូវការឈោងទៅកន្លែងឆ្ងាយសូមជ្រើសរើសយក Boom Lift ប្រសិនបើលោកអ្នកធ្វើការនៅទីតាំងតូចចង្អៀតឬក្នុងអគារសូមជ្រើសរើសយក Star 10 ត្រូវការម៉ាស៊ីនលើកទៅទីខ្ពស់សូមនឹកចាំដល់ Budget Cambodia